បាទផ្លូវការ100%ហើយបងប្អូនតាក់ទងទៅនឹងនិករាជខ្មៅចតុមុខឈឿនល្វីដោយត្រូវប៉ះគ្នាជាមួយនឹងដៃគូចាស់របស់អ្នកលេងពូថៅដៃពិឃាតគុណខ្មែរធឿនធីរ៉ាដណ្ដើមខ្សែក្រវ៉ាត់ខណៈដែលស្ថាប័នពិភពលោក WKN គ្រងនឹងរៀបចំការប្រកួតដណ្ដើមខ្សែក្រវ៉ាត់នៅលើទឹកដីកម្ពុជានាពាក់កណ្ដាលខែធ្នូខាងមុខនេះបាទស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាវិលមកកាន់នីតិព័រមានកីឡាជាតិនិងអន្តរជាតិថ្មីសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកទស្សនាថ្មីកុំភ្លេចជួយចុចពាក្យ like និង subscribe ក្នុង Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានរាល់ព័ត៌មានកីឡាជាតិនិងអន្តរជាតិជាបន្តបន្ទាប់ទៀតជារាល់ថ្ងៃបាទឥឡូវនេះកុំឲ្យខាត់ពេលយូរយើងចូលទៅអត្ថបទព័ត៌មានទី1តាក់ទងទៅនឹងសង្វៀនកម្ពុជាដែលរៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័នការប្រកួតនៅថ្ងៃទី4ខែតុលាឆ្នាំ2025នេះក៏មានការប្រកួតគូដណ្ដើមខ្សែក្រវ៉ាត់មាសមួយគ្រឿងផងដែរដោយក្នុងនោះនិករាជខ្មៅចតុមុខឈឿនល្វីគឺត្រូវប៉ះជាមួយនឹងកីឡាករអូម៉ាសេម៉ាតាដែលការប្រកួតនេះធ្វើឡើងនៅក្នុងប្រភេទទម្ងន់75ដណ្ដើមខ្សែក្រវ៉ាត់ផងដែរបាទអញ្ចឹងសម្រាប់កីឡាករអូម៉ាសេម៉ាតានេះក៏ធ្លាប់ប៉ះជាមួយនឹងអ្នកលេងពូថៅដៃពិឃាតគុណខ្មែរធឿនធីរ៉ាផងដែរកាលពីថ្ងៃទី3ខែកក្កដាឆ្នាំ2025ថ្មីនេះហើយសម្រាប់លទ្ធផលវិញយើងឃើញថាតានតឹងមែនទែនធឿនធីរ៉ាបានត្រឹមឈ្នះពិន្ទុទៅលើកីឡាករអូម៉ាសេម៉ាតានេះទេបងប្អូនអញ្ចឹងការប្រកួតឃើញថាចូលកែងធឿនធីរ៉ាច្រើនដែរប៉ុន្តែកីឡាកររូបនេះគឺស្វិតអញ្ចឹងចាំមើលថាប៉ះជាមួយនឹងនិករាជខ្មៅចតុមុខឈឿនល្វីដែលជាកម្ពុជាអ្នកលេងកែងមួយរូបដែរចាំមើលថាតើឈឿនល្វីអាចបំបែកទៅលើកីឡាករអូម៉ាសេម៉ាតាបានឬក៏យ៉ាងណាបាទយើងងាកមកអត្ថបទព័ត៌មានទី2តាក់ទងទៅនឹងស្ថាប័នលំដាប់ថ្នាក់ពិភពលោក WKN ដែលបានធ្វើការប្រកាសជាផ្លូវការនៅលើ page ផ្លូវការរបស់ខ្លួនហើយបងប្អូនដោយត្រៀមរៀបចំការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ WKN គុណខ្មែរ Championship ដែលធ្វើឡើងនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី13ខែធ្នូឆ្នាំ2025ខាងមុខនេះបាទអញ្ចឹងសម្រាប់ខ្សែក្រវ៉ាត់របស់ស្ថាប័ន WKN គឺបែងចែកជា5ដំណាក់កាលបងប្អូនដោយដំណាក់កាលទី1មានឈ្មោះថា National Champion ទី2មានឈ្មោះថា National Championship និងទី3មានឈ្មោះថា Continental Championship និងទី4មានឈ្មោះថា Intercontinental Championship និងទី5ដែលជាខ្សែក្រវ៉ាត់លំដាប់ខ្ពស់របស់ស្ថាប័ន WKN ដែលមានឈ្មោះថា World Championship បងប្អូនបាទអញ្ចឹងនេះគឺជាលើកទី1ហើយដែលស្ថាប័នលំដាប់ថ្នាក់ពិភពលោក WKN បានសហការនិងបានបញ្ចូលពាក្យគុណខ្មែរទៅលើស្ថាប័នរបស់ខ្លួនមកដែរបាទអញ្ចឹងវាគឺជារឿងមួយដ៏ល្អសម្រាប់វិស័យគុណខ្មែររបស់យើងដែលមានស្ថាប័នពិភពលោកបានចូលរួមគ្រប់គ្រងជាបន្តបន្ទាប់បាទអញ្ចឹងសម្រាប់មហាព្រឹត្តិការណ៍នេះគឺនឹងធ្វើឡើងនៅថ្ងៃទី13ខែធ្នូឆ្នាំ2025នេះនៅលើទឹកដីនៃប្រជាជាតិកម្ពុជារបស់យើងគឺក្នុងរាជធានីភ្នំពេញអញ្ចឹងសម្រាប់ព័ត៌មានជាបន្តទៀតខ្ញុំបាទនឹងអាប់ដេតចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយជាចុងក្រោយខ្ញុំបាទក៏សូមអរគុណសម្រាប់ការចូលមកស្ដាប់និងទស្សនាជួបគ្នាវីដេអូថ្មីក្រោយទៀត